សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងមករៀនមុនប៉បរីស៊ូអ៊ីសាយរីស៊ូអ៊ីសាយឥឡូវយើងមើលមកក្នុងប្រយោគទាំងអស់គ្នាAឆ្លើយថាមីមីស៊ីស៊ូយ៉ាងហាស៊ូអ៊ីសាយមីមីស៊ីស៊ូយ៉ាងហាស៊ូអ៊ីសាយមីមីតើអ្នកអាចហែទឹកបានទេមីមីឆ្លើយវិញថាណែស៊ូយ៉ាងហាស៊ូអ៊ីសាយណែស៊ូយ៉ាងហាស៊ូអ៊ីសាយបាទចាខ្ញុំអាចចាAក៏និយាយទៀតថា내일 같이 수영할 수 있어요? 내일 같이 수영할 수 있어요? ស្អែកទៅហែលទឹកជាមួយគ្នាបានទេ 내일 ថ្ងៃស្អែក 같이 ជាមួយចាអញ្ចឹង 내일 같이 수영할 수 있어요? មានន័យថាស្អែកទៅហែលទឹកជាមួយគ្នាបានទេអញ្ចឹងមីមីក៏ឆ្លើយថា네 좋아요 네 좋아요 បាទចាបានល្អណាស់ចាអញ្ចឹងមុនបបដែលយើងនឹងរៀនគឺរីស៊ូអ៊ីសាយគឺអញ្ចឹងមុនបបរីស៊ូអ៊ីសាយមានន័យថាអាចណាមានន័យថាអាចអញ្ចឹងលក្ខខណ្ឌនៅក្នុងការប្រើប្រាស់គឺមាន2លក្ខខណ្ឌទី1គឺយើងប្រើជាមួយនឹងស៊ូអ៊ីសាយស៊ូអ៊ីសាយនៅពេលដែលកិរិយាសព្ទឬក៏នេះឬក៏ធុងសាកិរិយាសព្ទឬក៏ធុងសាដែលវាមានជើងបញ្ចប់ដោយព្យញ្ជនៈហ្នឹងគឺយើងបូកជាមួយនឹងស៊ូអ៊ីសាយយើងបូកជាមួយនឹងស៊ូអ៊ីសាយឧទាហរណ៍ពាក្យថាមកតាយើងត្រាប់ដាចោលលុបដានឹងចោលនៅសល់មកអញ្ចឹងជើងខាងក្រោមគឺខីយ៉កគឺជាព្យញ្ជនៈអញ្ចឹងគឺមានជើងហើយនៅពេលដែលមានជើងយើងត្រូវបូកជាមួយនឹងស៊ូអ៊ីសាយទៅជាមកគឺស៊ូអ៊ីសាយមកគឺស៊ូអ៊ីសាយចាយើងដាក់អញ្ចឹងយើងសរសេរបែបហ្នឹងចាទី2យើងប្រើពាក្យថាខតតាដើរយើងលុបដាចោលនៅសល់ខតឡើយនេះគឺបញ្ចប់ដោយ tigut អញ្ចឹង tigut គឺមានជើងបញ្ចប់ដោយព្យញ្ជនៈក៏ប៉ុន្តែលក្ខខណ្ឌ tigut ត្រូវបដូរវាទៅជា riul ហើយបានបូកជាមួយនឹងស៊ូអ៊ីសាយអញ្ចឹងខតតាយើងទៅជាខស៊ូអ៊ីសាយស៊ូអ៊ីសាយអញ្ចឹងកន្លែងខតឡើយនេះបដូរទៅជា riul ណាដូរជើងសិនហើយបានបូកជាមួយនឹងស៊ូអ៊ីសាយចាអញ្ចឹងយើងបន្តទៅលក្ខខណ្ឌទី2វិញចឹងលក្ខខណ្ឌទី2គឺយើងប្រើជាមួយនឹងរីស៊ូអ៊ីសាយគឺប្រើជាមួយនឹងកិរិយាសព្ទឬក៏ធុងសាកិរិយាសព្ទហ្នឹងគឺដោយគ្មានជើងបញ្ចប់ដោយស្រៈអញ្ចឹងនៅពេលដែលកិរិយាសព្ទហ្នឹងបញ្ចប់ដោយគ្មានជើងស្រៈគឺយើងត្រូវបូកជាមួយនឹងរីស៊ូអ៊ីសាយហើយដូចជាពាក្យថាម៉ាស៊ីដាផឹកអញ្ចឹងយើងលុបដាចោលនៅសល់ពាក្យថាម៉ាស៊ីអញ្ចឹងកន្លែងពាក្យ C នេះវាចាប់ដោយស្រៈ E ចាប់ដោយស្រៈ E ណាអញ្ចឹងស្រៈ E វាគ្មានជើងទេវាបញ្ចប់ដោយស្រៈបែបនេះគឺអត់មានជើងទេអញ្ចឹងយើងត្រូវបូកជាមួយនឹងរីស៊ូអ៊ីសាយទៅជាម៉ាស៊ីស៊ូអ៊ីសាយអញ្ចឹងរីយើងដាក់នៅខាងក្រោមនេះណាយើងដាក់នៅខាងក្រោមអញ្ចឹងទៅជាម៉ាស៊ីស៊ូអ៊ីសាយចាពាក្យទី2គឺគុំពូហាដាយើងត្រាប់ដាចោលនៅសល់គុំពូហាអញ្ចឹងហាកន្លែងនេះយើងបញ្ចប់ទៅវានៅសល់ស្រៈអាគឺវាអត់មានជើងទេវាបញ្ចប់ដោយស្រៈអញ្ចឹងយើងដូចគ្នាយើងត្រូវបូកជាមួយនឹងរីស៊ូអ៊ីសាយទៅជាគុំពូហាស៊ូអ៊ីសាយអញ្ចឹងកន្លែងនេះរីយើងដាក់នៅខាងក្រោមដូចគ្នាអញ្ចឹងលក្ខខណ្ឌទី2គឺបានន័យថាយើងត្រូវប្រើជាមួយនឹងរីស៊ូអ៊ីសាយនៅពេលដែលកិរិយាសព្ទដែលគ្មានជើងបញ្ចប់ដោយស្រៈចាអញ្ចឹងបើសិនជាបងប្អូនមានសំណួរឬក៏ចង់ឲ្យសែមធ្វើជាលំហាត់អីអាចប្រាប់សែមបាននៅក្នុង comment បានណាយើងជួបគ្នានៅវីដេអូក្រោយទៀតអរគុណចំពោះការទស្សនាអញ្ចឹងសម្រាប់វីដេអូនេះគឺឧបត្ថម្ភដោយក្រែមញឹកមាត់និរ័តដែលផលិតដោយកូនខ្មែរ